does not នេះយើងអាចចាទៅសេទម្រង់កាត់ចាទម្រង់កាត់របស់យើងគឺនៅកន្លែងនេះចាឧទាហរណ៍បើយើងប្រើជាមួយនឹង subject he she it ចាអញ្ចឹងយើងជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នា Hello welcome back to study English with me ចាត្រឡប់មកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយជាមួយនឹងការរៀនគ្រឹះដំបូងនៃភាសាអង់គ្លេសឬយើងហៅថា Basic English ចាអញ្ចឹងបងប្អូនមកទស្សនានៅវីដេអូចាស់របស់នាងខ្ញុំហើយណាបើសិនជាអត់ទាន់មកទស្សនានៅវីដេអូចាស់របស់នាងខ្ញុំទេកុំភ្លេចចូលទៅទស្សនានៅវីដេអូចាស់របស់នាងខ្ញុំហើយកុំភ្លេចជួយ like ក៏ដូចជា share ក៏ដូចជា follow page subscribe channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីទុកទទួលបាននូវចំណេះដឹងថ្មីៗដែលនាងខ្ញុំទើបតែចែករំលែកជូនអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់មេរៀនរបស់យើងចាគឺតកតងជាមួយនឹង vowel sound ដដែលឬក៏យើងហៅថាសំឡេងស្រៈចាអញ្ចឹងឥឡូវយើងទៅអត់ទាន់ឆ្ងាយអំពី long i នោះឡើយទេចាអញ្ចឹងយើងនៅបន្តជាមួយនឹង long i របស់យើងប៉ុន្តែចាតកតងជាមួយនឹង long i របស់យើងនៅពេលនេះគឺ consonant ផ្លាស់ជាមួយនឹង y ចា y នេះគឺមានសំឡេង I ចា y នេះក៏ជាចាសំឡេងរបស់ long i ដែរចាដូចឧទាហរណ៍ថាy នេះវាមានបញ្ចេញសំឡេងI អីចឹងចោះឧទាហរណ៍ I ចឹងដូចជាពាក្យJuly ដូចជាពាក្យ July អញ្ចឹងណាបងប្អូនចាអញ្ចឹង consonant នេះយើងផ្លាស់ជាមួយនឹង y នេះដែលយើងទុកវានៅជាមួយនឹង long i ដូចគ្នាចាដោយសារតែចាស្រៈរបស់ y នេះក៏ដើរតួចាជាសំឡេងចាវែងរបស់ i ដែរចាអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់ពាក្យរបស់យើងតែម្ដងចា k r cr I cry cry នេះយើងប្រែថាយំ cry យំចាយំ cry បែប baby cry អីចឹងណាបែបមនុស្សធំអីចឹងយំឲ្យតែនិយាយរួមទៅឲ្យតែយំចាគឺចាយើងអាចប្រើពាក្យថា cry យំចាឥឡូវយើងចូលមកមើល example របស់យើង she does not ចា does not នេះយើងអាចចាទៅសេទម្រង់កាត់ចាទម្រង់កាត់របស់យើងគឺនៅកន្លែងនេះចាឧទាហរណ៍បើយើងប្រើជាមួយនឹង subject he she it ចាអញ្ចឹងយើងត្រូវការប្រើ the ចាអញ្ចឹងឧទាហរណ៍ថា she does not cry because of you she does not cry because of you ចានាងមិនយំព្រោះតែអ្នកទេចាមិនដឹងថាគាត់របៀបថាបងប្អូនគាត់លោអីចឹងណាអញ្ចឹងទៅធម្មតាមនុស្សស្រីឆាប់យំអញ្ចឹងពេលគាត់អត់យំអីចឹងទៅវាធ្វើឲ្យចាគិតថាចម្លើយទៅពេលយើងលោគាត់លេងអីចឹងណាឧទាហរណ៍អញ្ចឹង she does not cry because of you she does not cry because of you because នេះយើងប្រែថាចាពីព្រោះឬក៏ព្រោះតែក៏បានដែរចា does not នេះយើងប្រែថាមិនចាយើងប្រែតែមួយម៉ាត់ទេចា does not មិនចា she does not cry because of you she does not cry because of you នាងមិនយំព្រោះតែអ្នកទេចាអញ្ចឹងយើងចូលមកកាន់ពាក្យថ្មីមួយទៀតគឺពាក្យថា sigh នេះប្រែថាអៀនខ្មាស់អីចឹងណាឧទាហរណ៍ថាអូមានគេមកប្រអាប់លេងអីចឹងអូអៀនវាអៀនព្រានអញ្ចឹងណាបងប្អូនចាអញ្ចឹង sigh អៀនចា example I'm always sigh when I see you I'm always sigh when I see you ចាខ្ញុំតែងតែអៀននៅពេលដែលខ្ញុំបានឃើញអ្នក I'm always sigh when I see you ចាខ្ញុំតែងតែអៀននៅពេលដែលខ្ញុំឃើញអ្នកចា always នេះយើងប្រែថាតែងតែបើយើងវាស្ថិតនៅក្នុង adverb of frequency អញ្ចឹង always នេះវាជាចំណាត់ថ្នាក់មួយថា 100% ហើយមានន័យថាឲ្យតែពេលដែលយើងឃើញចាឃើញគាត់អញ្ចឹងយើងតែងតែអៀនអញ្ចឹងណាចាឧទាហរណ៍ថាអញ្ចឹងមិនថាឃើញនៅពេលណាកន្លែងណាជួបមួយដងក៏នៅតែចាអៀនដែរដោយសារយើងប្រើពាក្យ always អញ្ចឹងមានន័យថាអៀនអញ្ចឹងអៀនហ្នឹងគឺឲ្យតែឃើញអៀនហ្មងចាយើងប្រើ always មានន័យថាគឺ 100% ហើយមានន័យថាបើយើងគិតជា person មានន័យថាភាគរយដោយសារតែចា always នេះគឺជាទម្លាប់ដែលយើងធ្វើជារៀងរាល់ពេលឬក៏ជារៀងរាល់ថ្ងៃអីចឹងទៅចា I'm always sigh when I see you ចាខ្ញុំតែងតែអៀននៅពេលដែលខ្ញុំឃើញអ្នក
arm នេះមកពីI ជាមួយនឹង arm ចា I arm ចាអញ្ចឹងបានទៅជាទម្រង់កាត់ arm ចាអញ្ចឹង when នេះគឺជា WH question ចាយើងមាន7ចាក្នុងហ្នឹងក៏យើងមាន when មួយដែរចា C ខ្ញុំប្រែថាឃើញឬក៏ជួបអីចឹងទៅចា you អូខេអញ្ចឹងយើងចូលមកកាន់ពាក្យថ្មីមួយទៀតគឺពាក្យថា July ខែកក្កដា July ខែកក្កដាអញ្ចឹងexample can you spell July ចាតើអ្នកអាចប្រកបពាក្យ July បានទេចាឧទាហរណ៍តើពេលដែលគ្រូឲ្យឡើង spell ខែអីមួយចឹងចាអញ្ចឹងក្នុងនោះក៏មានខែ July មួយដែរចាអញ្ចឹង can you spell July ចាតើអ្នកអាចប្រកបពាក្យថា July បានទេចាតើអ្នកអាចប្រកបពាក្យ July បានទេចា can you spell July ចាអញ្ចឹងយើងចូលមកដល់ពាក្យថ្មីមួយទៀតគឺពាក្យថា reply យើងប្រែថាឆ្លើយតប reply ឆ្លើយតបអញ្ចឹងយើងចូលមកកាន់ example របស់យើងឧទាហរណ៍កន្លែង reply នេះចាដូចជានៅក្នុង Messenger chat របស់យើងក៏ដូចជាតាម Telegram អីផ្សេងក៏មានពាក្យថា reply ដែរចាអញ្ចឹងឲ្យតែតកតងជាមួយនឹងការឆ្លើយតបចាឧទាហរណ៍ទៅពាក្យសម្ដីផ្ទាល់នឹងផ្ទាល់អញ្ចឹងចាក៏ចាត់ទុកជាចាការឆ្លើយតបដែរយើងអាចប្រើពាក្យថា reply នេះបានដែរចា example he doesn't reply to me ចាគាត់មិនបានឆ្លើយតបខ្ញុំទេឧទាហរណ៍ថាយើងផ្ញើសម្បត្តិទៅគាត់ចាគាត់អត់ផ្ញើមកវិញទេអញ្ចឹងមិនដឹងថាតើគាត់ទទួលបានសារនឹងឬក៏អត់យើងអត់ដឹងទេដោយសារគាត់អត់ទាន់បាន reply មកយើង he doesn't reply to me ចាគាត់មិនឆ្លើយតបខ្ញុំទេ he doesn't reply to me ចាអញ្ចឹង he ចាដូចនេះខ្ញុំនិយាយមិញអញ្ចឹងចា he ចា she ចាជាមួយនឹង it នេះចាគឺយើងប្រើជាមួយនឹងជា does ចាអញ្ចឹង subject របស់យើងមាន7អញ្ចឹងយើងដក3នេះចេញទៅខណៈពេលហ្នឹងគឺយើងប្រើជាមួយនឹង do ហើយជាទូទៅយើងប្រើនៅក្នុងមេរៀន present simple ចា present simple របស់យើងគឺមាន he she ជាមួយនឹង it ចាដែលយើងប្រើជាមួយនឹង the ឬក៏ភាសាខ្មែររបស់យើងអាចនិយាយបានថាចាបរិបទទី3ឯកវចនៈចាវីដេអូរបស់ខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងអញ្ចឹងបងប្អូនមានចម្ងល់ឬក៏អ្វីដែលពាក់ព័ន្ធជាមួយនឹង long អាចនៅខាងក្រោយអាច comment សួរនៅក្នុង comment បានអូខេអរគុណច្រើនជម្រាបលា